Okay, application of AI នៅចូលដល់ application អីខ្លះ application ចាប់ផ្ដើម AI 2 personalized learning យើងត្រូវរៀនបាទបរៀនបាទរៀនហ្នឹងបរៀនទៀតបាទយើងនឹងមាន assignment assistant ជំនាញlanguage learning អានេះសម្រាប់ប្រព័ន្ធនៃការអប់រំ3សំខាន់ហ្នឹងទីមួយយើងរៀនខ្លួនឯងបាទផ្ដល់ជាលក្ខណៈបទពិសោធន៍ណាមួយដល់សិស្សហើយវានឹងផ្ដល់ជា feedback ផ្ដល់ជាbest practice ណាមួយគឺការអនុវត្តល្អៗណាមួយផ្ដល់យើងដើម្បីជាចំណេះដឹងបំពេញនៅចន្លោះខ្វះខាតរបស់សិស្សហើយចំណុចទី2វាពាក់ព័ន្ធទៅនឹងការផ្ដល់ឲ្យសិស្សហ្នឹងពាក់ព័ន្ធនឹងកិច្ចការធ្វើ homework ធ្វើកិច្ចការផ្ទះជា assignment ជា explanatory អីចឹងទៅហើយវាងាយស្រួលបង្ហាញឲ្យយើងបាទហើយចំណុចទី3ហ្នឹងគឺយើងពេលដែលយើងរៀនសូត្រហើយវាធម្មតាវាត្រូវមានកំហុសមានអីចឹងទៅអញ្ចឹងក៏វាជំនួយក្នុងការផ្ដល់ជាមតិយោបល់ត្រឡប់មកវិញដែរធ្វើម៉េចដើម្បីកែលម្អដោយការចំណេះដឹងរបស់យើងអូខេពាក់ព័ន្ធនឹង business ម្ដងពាក់ព័ន្ធនឹងអ្នកចំនួនមុខរបរចឹងជាពីថា chatbot យើងអាច handle ខ្លាំងបំផុតជួយដល់អ្នកដែលរកស៊ីណាអ្នកចំនួនបាទជំមើលអាចទៅវិភាគទីផ្សារយើងអាចសិក្សាពាក់ព័ន្ធនឹង train របស់អតិថិជនអីចឹងណាបាទយើងអាច develop report យើងធ្វើជាលក្ខណៈtesting ឬក៏ព្យាករណ៍ណាទៅតាមទិន្នន័យដែលយើងមានដែល generate ឲ្យបាទឧទាហរណ៍ថាយើងធ្វើការងារទៅលើវិស័យកមួយចឹងវិស័យកហ្នឹងគឺផ្ដោតសំខាន់ទៅលើមុខចំនួនលក់គ្រឿងទេសបាទលក់គ្រឿងទេសអញ្ចឹងវាអាចជួយ support ជឿថានៅក្នុងប្រទេសមួយឬក៏ក្នុងតំបន់មួយវាមានកម្រិតលក្ខណៈនៃការប្រើប្រាស់វាមិនវាអាច analyze យើងវិភាគឲ្យយើងបាទអញ្ចឹងមិនមែនចិត្តថាឲ្យយើងនិយាយភាសាបាត់មិនមែនទលំមូលទេណាវាទាមទារឲ្យយើងផ្ដល់វិភាគទីតាំងតំបន់ដែលយើងផ្ដល់ឲ្យហ្នឹងអញ្ចឹងវាទាមទារវាបង្កើតជា content អីមួយឲ្យយើងអញ្ចឹងទៅថាធ្វើមិនឲ្យវាពង្រឹងផ្នែកទីផ្សាររបស់យើងនិយាយទៅវា generate ឲ្យយើងទាំងអស់មានរបបមិនឲ្យយើងបានដែលយើង flow ទៅតាមទីផ្សារដែលពីបានណែនាំណាតែគាត់ថាយើងមកពិនិត្យមើល contact របស់យើងផងមិនចិត្តតែយើងថាស្រាប់តែឲ្យមក10ចំណុចយើងធ្វើតាមទាំង19ទេយើងត្រូវមើល contact របស់យើងផងអញ្ចឹងណាវាធ្វើជាលក្ខណៈ creative ផងដែរវាអាចជា writing content creation ទៅវាជួយទៅដល់អ្នកដែលគាត់ជា content creator ជាអ្នកសិល្បៈជាអ្នករកស៊ីតាម social media ជាអ្នកគេហៅថា make media online ជាដើមវាដូចផ្ដើមវិទ្យាថ្មីក្នុងការផ្ដល់ជា scenario ផ្ដល់ជា article អីជាដើមណាវាអាចផ្ដល់ជា idea បាទផ្ដោត base ទៅលើប្រព័ន្ធយើងស្នើសុំណាក្នុងចំណុចទី1ហើយចំណុចទី2ក៏វាអាចការតែងនិពន្ធបទភ្លេងអីជាដើមវាជួយដែរដែលវាក៏ base ទៅលើការចង់បានរបស់យើងដែរគឺចង់បានអី
ទី3សំទោសទី2អានខាងលើហ្នឹងទី2វាពាក់ព័ន្ធទៅនឹងការ design អីជាលក្ខណៈ illustrator ជា Adobe Photoshop អីជាដើមអញ្ចឹងវាមាន style ផ្សេងគ្នាទៅតាមប្រភេទប្រមដែលយើងជីបាទនេះក៏នឹងតទៅទៅនឹង personal use យើងប្រើប្រាស់ជាលក្ខណៈបុគ្គលនោះវាផ្ដល់ឲ្យខ្លះទីមួយគឺយើង planning យើងអាចត្រៀមខ្លួនសម្រាប់ខ្លួនឯងណាឬក៏ស្ថាប័នបាទ AI នេះក៏វាផ្ដល់ជាលក្ខណៈ skill development ឬក៏វាបរៀនយើងអំពីសរសៃខ្លះមួយចំនួនណាដែលយើងអាចបានដឹងពីមុនមកហើយទី3គឺវាផ្ដល់ជាលក្ខណៈ entertainment ជា laser ជាកន្លែងកំសាន្តជាដើម